សួស្តីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីភាពខុសគ្នារវាងបច្ចេកវិទ្យាអេក្រង់ដ៏ពេញនិយមនោះគឺ LCD និង OLED ដែលមាននៅលើ smartphone និង computer ជាដើមចំណុចទី1នោះគឺ LCD ឬក៏គេហៅថា Liquid Crystal Display វាត្រូវការពន្លឺ backlight ជាថិតថេរដើម្បីបញ្ចាំងពន្លឺឆ្លងគ្រីស្តាល់រាវដើម្បីបង្ហាញពណ៌និងរូបភាពដូច្នេះពេលយើងមើលទស្សនាអ្វីៗដែលមាន color ពណ៌ខ្មៅវាតែងតែមានពន្លឺដែលលេចចេញខ្លះៗមានន័យថាពន្លឺពណ៌មានន័យថាពណ៌ខ្មៅហ្នឹងវាមិនមែនជាពណ៌ខ្មៅពិតទេឬក៏គេហៅថា true black ហើយសម្រាប់ OLED វិញឬក៏គេហៅថា Organic Light Emitting Diode វាមានបច្ចេកវិទ្យាដែលអាចឲ្យ pixel នីមួយៗហ្នឹងបង្ហាញពណ៌និងពន្លឺដែលខ្លួនឯងអញ្ចឹងមានន័យថាពេលអេក្រង់យើងបង្ហាញ color ពណ៌ខ្មៅ pixel ហ្នឹងនឹងបិទអត់ប្រើប្រាស់នោះទេអញ្ចឹងមានន័យថា color ពណ៌ខ្មៅហ្នឹងវាជា color true black color សម្រាប់ចំណុចទី2នេះ OLED វាល្អជាង LCD ព្រោះដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹង OLED វាអាចបង្ហាញ color ពណ៌ខ្មៅ true black ដែលមិនមែនដូចជា LCD នោះទេ LCD វាត្រូវការ backlight ហើយវាអាចលេចពន្លឺខ្លះៗប៉ុន្តែចំណុចល្អរបស់ LCD ដែលវាល្អជាង OLED នោះគឺវាអាចបញ្ចេញពន្លឺបានខ្លាំងជាង OLED អញ្ចឹងមានន័យថាពេលយើងកំពុងតែនៅក្រៅមានពន្លឺថ្ងៃខ្លាំងហើយយើងត្រូវការប្រើទូរស័ព្ទនៅក្រោមពន្លឺថ្ងៃវាអាចបញ្ចាំងពន្លឺចេញពីអេក្រង់ទូរស័ព្ទហ្នឹងបានខ្លាំងឲ្យយើងមើលអ្វីដែលនៅលើទូរស័ព្ទរបស់យើងហ្នឹងបានច្បាស់ល្អហើយសម្រាប់ចំណុចទី3វិញនោះគឺតម្លៃនិងអាយុកាលសម្រាប់ LCD វាមានតម្លៃថោកជាងហើយអាយុកាលវាបានយូរជាង OLED ព្រោះដោយសារអេក្រង់ LCD វាកម្រមានការដាមរូបភាពឬក៏គេហៅថា burn in ហើយសម្រាប់ OLED វិញវាមានតម្លៃថ្លៃជាងហើយវាអាចដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងវាអាចមានបញ្ហា burn in នៅលើអេក្រង់យើងអញ្ចឹងសរុបសេចក្តីមកវិញបើពុកម៉ែបងប្អូនចង់បានអេក្រង់ដែលមានតម្លៃថោកសមរម្យហើយពុកម៉ែបងប្អូនប្រើទូរស័ព្ទនៅក្រោមពន្លឺថ្ងៃច្រើនតែពុកម៉ែបងប្អូនអត់សូវខ្វល់អំពី color នោះទេពុកម៉ែបងប្អូនគួរជ្រើសរើសយក LCD ប៉ុន្តែបើពុកម៉ែបងប្អូនចង់បានអេក្រង់ដែលល្អបំផុតហើយមាន color ច្បាស់និងត្រឹមត្រូវល្អសម្រាប់ការមើលវីដេអូនិងលេងហ្គេមពុកម៉ែបងប្អូនគួរជ្រើសរើសយក OLED ទៅវិញទៅអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនសូមកុំភ្លេច comment ខាងក្រោមថាពុកម៉ែបងប្អូនជ្រើសរើសយកមួយណាដែរ LCD ឬក៏ OLED ពុកម៉ែបងប្អូនទាំងអស់គ្នាសូមកុំភ្លេចចុច subscribe ចុច follow ឲ្យមេដៃហើយ share ទៅដល់មនុស្សដទៃទៀត This is Seth from Bro Talk Text See you guys next time